Nè Piku à, dục nắng nửa hôm khẳng nó kể miễn chạm bên trăng con đường buôn à. Anh tầm mơ thế. Từ dòng mạch tát vậy, dục trời ná, pro hai mai mình nói tới thế. Anh còn tập hút mai anh thả tới đây tia dân phơ mê riêng tới bàn hơi. Má, dục nắng con xong tới sầm nạp tia nở răn mùi dục nè mẹ. Đời xa con tới chầm long mê riêng sả. ហេតុអីចាំបាច់ទៅដេកនៅទីនោះកូនធ្វើវាឲ្យហើយទៅចាំម៉ែទៅទទួលក៏បានដែរ Mình ấy thế mai. Con sliệp bẹ, ai rủ nghi chất chất, rồi địch nó tin nó tay mà đong, cả bàn đai mai. Cả mọi mai bị bạ, từ vô con. Trông cần đông chẹp, mai ơi, nà rân xâm lấy ấy nâng. Xâm lên cho tế cũng khác. Tây mây po prophet nìa rồi đầu rồi nghĩa. Cho bọ cắt slắc chớ lư sầu vù vù. Bố rò mà nét, chứ một thả bị cú. Miên vây pro hái, chỉ xài sập cho năm tới hái. Ông côi cả bài nụ plớng, hải pnê đồ bóc quát xâm lần mơ thật can ti ngô ngật. 26 ឆ្នាំបានកន្លងផុតទៅប៉ុន្តែភាពត្រជាក់នៃរដូវរងានៅក្នុងឆ្នាំនោះនៅតែដក់ជាប់ក្នុងចិត្តបុរសវ័យកណ្ដាលម្នាក់នេះនៅឡើយកាលនោះគាត់មានអាយុត្រឹមតែ14ឆ្នាំហើយគាត់បានជួបប្រទះហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនៅក្នុងព្រៃឫស្សី ក្នុងកំឡុងពេលនោះក្រៅពីការរៀនសូត្រនៅសាលាក្មេងប្រុសៗតែងតែចំណាយពេលលេងល្បែងប្រជាប្រិយនៅក្នុងភូមិនិងចូលចិត្តជជែកគ្នាលេងជាមួយមិត្តភ័ក្តិទូរស័ព្ទដៃមិនទាន់មានការប្រើប្រាស់ទូទៅដូចសពថ្ងៃនេះទេក្នុងរដូវរងាប្រជាជននៅតំបន់នោះបានប្រារព្ធធ្វើពិធីបុណ្យនិងការចាក់បញ្ចាំងគុណតែងតែត្រូវបានរៀបចំឡើងជាញឹកញាប់ រដូវរងាដែលមានខ្យល់ធ្លាក់ពីទិសខាងជើងមានសភាពត្រជាក់ដ៏ឆ្អឹងខ្នងនៅភូមិមួយបន្ទាប់ពីភូមិរបស់ពីគូមានការចាក់បញ្ចាំងគុណសម្រាប់អ្នកភូមិទស្សនាហើយថ្ងៃនោះរឿងដែលគេនឹងចាក់បញ្ចាំងគឺរឿងពស់ពីគូនិងមិត្តភ័ក្តិរបស់គេម្នាក់ទៀតឈ្មោះថាណារិនចង់មើលរឿងនោះខ្លាំងណាស់ណែពីគូអាយប់ហ្នឹងនៅភូមិខាងនោះគេមានចាក់បញ្ចាំងគុណរឿងពស់ណាឯងទៅមើលទេ từ dòng mạch tát vậy, dục trời ná, pro hai mai mình nói tới thế. Anh còn tập hút mai anh thả tới đây tia dân phơ mê riêng tới bàn hơi. Tại dục trời bê dân khát ná, cũng phây bê, dân tới pim nè, hải canh chẳng kiêng mang sông tới chỉ muối, sông bê khmói cổ viên mình hiên mong chất đai. Chân nhâm phi dâm sông mai sân, bọn ta mình nâng thả quát oi tới được ớt tê. Mình ấy tê, chỉ dìm xong quát xin tư, nhâm nâng buôn ở một tê anh, bà mai anh ăn ở nhát hơi, ôi sẽ nha một nhâm phong. Lần nghiệt nốt bình tọp bị cụ ban từ đọp tè vĩnh, kê có ban đi giấy từ cạnh mặt đại thà. Má, giúp nâng con xong tư sầm rạp tè nở răn mùi giúp nè mẹ, đời xa con tới chầm long mê riêng sả. ហេតុអីចាំបាច់ទៅដេកនៅទីនោះកូនធ្វើវាឲ្យហើយទៅចាំម៉ែទៅទទួលក៏បានដែរ Mình ấy thế mai, con sliệp bẹ ai rủ nghi chất chất, rồi địch nó tin nó tay mà đong cả bàn đai mai, cả mọi mai bị bạ từ vô con. បើអញ្ចឹងទៅចុះមើលថែខ្លួនផងកូន បន្ទាប់ពីសុំការអនុញ្ញាតពីម្ដាយបានសម្រេចពីគូក៏បានលួចឲ្យសញ្ញាទៅណារិនយល់សញ្ញាក៏រត់ទៅផ្ទះរៀបចំខ្លួន បន្តិចក្រោយមកពីគូក៏បានចាក់ចេញពីផ្ទះទៅជួបមិត្តភ័ក្តិរបស់គេ ការបញ្ចាំងគុណគឺចាប់ពីម៉ោង 7 កន្លះទៅដល់ម៉ោង 10 យប់នៅពេលដែលពួកគេទាំងពីរបានត្រឡប់មកវិញម៉ោង 11 យប់ទៅហើយខ្យល់ត្រជាក់បក់បោកធ្វើឲ្យដើមឫស្សីប៉ះទង្គិចគ្នាឮសូរក្រឺតពន្លឺចង្គៀងម៉ាំងសុងយល់ចុះយល់ឡើងចេញពីដៃរបស់ពីគូនៅកណ្ដាលព្រៃឫស្សី រំពេចនោះពីគូក៏បានភ្ញាក់មាត់ឡើងថា Trông cần đông chẹp, mai ơi, nà rân xâm lấy ấy nâng. Xâm lên cho tế cũng khác. Rung bích nút xâm lên sao mình lơ lang dạng khăn trên bí khóng cùng rì xây. Bí cú hay sẵn sẵn phơ ở kê robot trong kiếng bị đáy thlẹ cho một đấy hỏi phim nút kênh chọ trong kiếng có bàn bày hỏi phơn co rô lốt tới đài bê nút hiệp ngộ ngật xôn sóng bàn cột ngật đọp nơi chung vinh phụ kế tàng bì
ចុងគៀងគឺជាបងឯកតែមួយគត់របស់ពួកគេនៅពេលដែលវារលត់ភ្លាមបេះដូងរបស់ពួកគេចាប់ផ្ដើមលោតញាប់ជាខ្លាំង អ្នកណាកំពុងចូលទីនោះចាប់មកចិត្តយើងមក ពេលដែលបានឮសំឡេងសួរមកកាន់ពួកគេទាំងពីរពួកគេចាប់ផ្ដើមភ័យញាប់ពេញទាំងខ្លួនប្រាណហើយដើរសន្សឹមទៅមុខដោយភាពភ័យខ្លាចបន្ទាប់ពីដើរទៅបានបន្តិចពួកគេក៏បានឃើញខ្មោចនៅកណ្ដាលព្រៃឫស្សីមានរូបរាងគួរឲ្យខ្លាចកំពុងបោយដៃហៅពួកគេពេលនោះពីគូក៏បានស្រែកឡើងខ្មោចជួយផងណារិនឆាប់រត់ មកចិត្តយើងមក ហើយน้องខ្ញុំចេញពីព្រៃឫស្សីនេះទៅខ្ញុំមិនអាចនៅទីនេះបានទេน้องខ្ញុំចេញទៅខ្មោចនោះបានលូកដៃដ៏វែងរបស់វាសំដៅមកពួកគេទាំងពីរនាក់វាបណ្ដែតពីលើដីប៉ុន្តែมันអាចធ្វើចលនាបានលឿនពេកទេពេលដែលបានឃើញដៃដ៏វែងអន្លាយបំរុងនឹងចាប់ពួកគេទាំងពីរក៏បានរត់ចាំងប្រដាប់ប្រដួសកាត់បន្លានិងមែកឈើទាំងមិនហ៊ានងាកក្រោយរហូតដល់ដួលសន្លប់នៅក្នុងព្រៃនោះក្រោយមកអ្នកភូមិក៏បានប្រទះឃើញក្មេងប្រុសទាំងពីរនាក់ដេកសន្លប់រួចក៏ទៅប្រាប់គ្រួសាររបស់គេទាំងពីរដើម្បីយកពួកគេត្រឡប់ទៅផ្ទះវិញបន្ទាប់ពីហេតុការណ៍នោះបានកើតឡើងអ្នកភូមិនៅតំបន់នោះបាននិយាយថាកាលពីប៉ុន្មានឆ្នាំមុនមានក្មេងប្រុសម្នាក់បានស្លាប់នៅក្នុងព្រៃឫស្សីនោះដោយនៅជិតនោះមានដើមស្វាយមួយដើមយ៉ាងធំដោយក្មេងប្រុសនោះបានឡើងដើមស្វាយដើម្បីបេះផ្លែស្វាយមិនប្រយ័ត្នក៏បានរអិលជើងធ្លាក់មកក្រោមតែជាអកុសលនៅខាងក្រោមមានគល់ឫស្សីដ៏មុតស្រួចបណ្ដាលឲ្យក្មេងប្រុសនោះធ្លាក់មកលើវាហើយក៏បាត់បង់ជីវិតទៅចាប់តាំងពីពេលនោះមកអ្នកភូមិនិយាយថានៅពេលយប់ជ្រៅគេតែងតែឮសំឡេងក្មេងប្រុសម្នាក់យំចេញពីព្រៃឫស្សីនោះអ្នកខ្លះថែមទាំងអះអាងថាធ្លាប់បានឃើញគេទៀតផងដោយអ្វីដែលពីគូនិងណារិនបានជួបកាលពីយប់នោះដែរហើយចាប់តាំងពីពេលនោះមកពីគូមិនដែលហ៊ានកុហកម្ដាយនិងមិនដែលដើរកាត់ព្រៃឫស្សីនោះនៅពេលយប់ទៀតឡើយហើយរឿងនិទាននេះក៏សន្មតបញ្ចប់ត្រឹមតែប៉ុណ្ណេះឯងហោង